សួស្តីអ្នកទាំងអស់គ្នាក៏ត្រឡប់មកវីដេអូរបស់យើងបន្តពីពុតតរវល់ណាស់អ្នកទាំងអស់គ្នានេះគឺជាវីដេអូនិយាយអំពីសំណួរឆ្នោតរបស់យើងនេះខ្ញុំលើកបង្ហាញអំពីសម្ភារៈដែលយើងត្រូវមាននៅក្នុងសំឡេងនេះមានដូចជាម្ជុលដែលអ្នកទាំងអស់គ្នាមានខ្សែមានកន្ត្រៃហើយមានរបស់សំខាន់គឺហ្គេមហើយនឹងសំពត់ហើយនេះគឺជាសំពត់ដែលខ្ញុំលើកមកហ្នឹងចូលរបបណាអ្នកទាំងអស់គ្នាពេលមុននឹងលើកចូលរបបជាងឡើងមកហ្នឹងយើងត្រូវតែមើលផងមើលក្បាលមើលកតុយនេះគឺក្បាលដែលខ្ញុំច្អល់ហើយនេះគឺជើងចូលរបបរបស់យើងត្រូវមើលអ្នកទាំងអស់គ្នាមានសំពត់ខ្លះខ្ញុំមើលដឹងថាខាងណាជើងខាងណាក្បាលអញ្ចឹងអ្នកទាំងអស់គ្នាត្រូវចំណាំថាបើសិនជាវាជាជើងគឺវាមានរោងជើងផ្ដាច់ចេញពីអាគមក្បាលរបស់យើងចឹងអ្នកទាំងអស់គ្នាត្រូវចាំអញ្ចឹងហើយបន្ទាប់ពីខ្ញុំមកបានលើកសពុតមកហើយខ្ញុំក៏លើកយកមកដាក់ក្នុងលើម៉ូដែលរបស់យើងឬក៏កុំរបស់យើងចឹងទៅហើយបន្ទាប់ពីយើងលើកដាក់នៅលើតួរបស់យើងហើយនឹងកុំបំហើយយើងចាប់ផ្ដើមវាស់វាគុំចូលគ្នាណាអ្នកទាំងអស់គ្នាគុំចូលគ្នាជាពីរចឹងយើងចាប់ផ្ដើមវាស់បន្ទាប់ពីយើងវាស់សពុតចូលរបស់យើងហើយនេះបន្ទាប់ពីខ្ញុំមកចាប់ផ្ដើមវាស់ហើយខ្ញុំត្រូវវាស់ធ្វើម៉េចឲ្យស្មើហើយខ្ញុំចាប់ចូលរបបនឹងជានេះខ្ញុំទាញចូលរបបនឹងចុះក្រោមបន្ទាប់ពីខ្ញុំទាញចូលរបបចុះក្រោមឲ្យវានៅធម្មចង្កេះរបស់កុំកំមុំហើយនឹងតួរបស់យើងទៅខ្ញុំខ្ញុំខ្វែងដៃគ្នាពេលខ្ញុំកាន់សពុតពីរនឹងហើយខ្ញុំចាប់ដើមខ្វែងដៃគ្នាបន្ទាប់មកយើងយកម្ជុលអ្នកទាំងអស់គ្នាត្រូវចាំថាម្ជុលដែលដេហើយជាប់ហើយវាចង់និយាយថាវាអាចនឹងវានឹងគឺម្ជុលហ្នឹងគេហៅម្ជុលគូមាសអ្នកទាំងអស់គ្នាទៅផ្សារសួរគេទៅបងមានម្ជុលគូមាសអញ្ចឹងអ្នកទាំងអស់គ្នាបើគេហ្នឹងគេថាមានឯងម្ជុលហ្នឹងជាទូទៅខ្ញុំហៅថាម្ជុលគូមាសតែខ្ញុំមិនដឹងថាគេហៅម្ជុលហ្នឹងមកទេហើយក្នុងរបស់ដែលយើងធ្វើដេហ្នឹងគឺមាន4ខ្សែបន្ទាប់ពីមានអញ្ចឹងហើយយើងដេវាមកយើងគួយវាមកបន្ទាប់មកយើងត្រូវអ្នកទាំងអស់គ្នាត្រូវថាយកកត្រៃយើងមកកាត់តែកុំកាត់ដល់កន្លែងដែរយើងគួយវាពេកកាត់ឲ្យឃ្លាតឆ្ងាយមកកុំឲ្យវាងាយរបូតអាហ្នឹងហើយបន្ទាប់ពីយើងដេយើងវាស់អីត្រឹមត្រូវហើយយើងចាប់បានគេសពុតនឹងជាពីរមកមើលថាវាស្មើវាអីចឹងអត់ដល់ពីយើងដឹងថាវាស្មើហើយចាប់បានវាស់មកឆ្អាមជាទូទៅខ្ញុំយកមកឆ្អាមតែអ្នកខ្លះគាត់អត់យកដូចខ្ញុំចឹងទេជាទូទៅអ្នកខ្លះក៏គាត់ច្បិចតែបន្តិចច្បិចកន្លះឆ្អាមអញ្ចឹងទៅអាហ្នឹងអាស្រ័យលើគេអាស្រ័យលើអ្នកស្លៀកដែលគាត់ស្លៀកដែរខ្ញុំជាទូទៅខ្ញុំវាស់មកឆ្អាមពីពោះតួពីពោះគុំអញ្ចឹងណាតែអ្នកទាំងអស់គ្នាពេលអ្នកទាំងអស់គ្នាស្លៀកយូរទៅអ្នកទាំងអស់គ្នាមិនបាច់ទៅវាស់ចឹងទេអ្នកទាំងអស់គ្នាស្មានដឹងហើយថាយើងត្រូវកំណាក់អីបន្ទាប់ពីខ្ញុំវាស់កន្លែងពីពោះតួមកធ្វើស្ពុតឲ្យបានឆ្អាមហើយខ្ញុំចាប់ផ្ដើមវាស់ក្បាលដែលខ្ញុំកំពុងតែបត់ហ្នឹងអ្នកទាំងអស់គ្នាក្បាលហ្នឹងក៏ខ្ញុំអ្នកទាំងអស់គ្នានេះខ្ញុំចាប់ផ្ដើមវាស់សពុតហើយក៏ពិតជាទូទៅអាខាងមុខខ្ញុំធ្វើប្រាប់អ្នកទាំងអស់គ្នាថាយើងត្រូវយក3ថ្នាក់ដៃទៅអត់តែនេះខ្ញុំប្រហែលជាវា4ហកដៃហ្នឹងហើយតែអាភ្លីខាងមុខហ្នឹងបើសិនជាវាធំខ្ញុំគិតថាស្អាតបើហត់ទៅធំតែស្អាតដែរអាហ្នឹងចំពោះខ្ញុំណាតែបើអ្នកទាំងអស់គ្នាគិតថាវាតូចឬក៏3ថ្នាក់ដៃ4ថ្នាក់ដៃអីតូចអីប៉ុណ្ណឹងគិតថាស្អាតអាហ្នឹងតាមអារម្មណ៍របស់អ្នកទាំងអស់គ្នាតែបើក្បួនយើងតាមទៅគឺ3ថ្នាក់ដៃហ្នឹងតាំងពីបុរាណយើងមកហើយអ្នកទាំងអស់គ្នាបន្ទាប់មកខ្ញុំយកម្ជុលធំហ្នឹងយកមកដោតម្ជុលធំហ្នឹងនៅក្នុងសពុតឆ្នុករបស់យើងហ្នឹងគឺវាមានតួនាទីសំខាន់ដោយសារសពុតឆ្នុករបស់យើងហ្នឹងវារៀងក្រាស់អញ្ចឹងពេលយើងចាក់ម្ជុលធំហ្នឹងត្រូវហ្នឹងអ្នកទាំងអស់គ្នាបន្ទាប់ពីខ្ញុំចាក់ម្ជុលចាក់អីហើយអញ្ចឹងខ្ញុំក៏ឲ្យតួរបស់យើងហ្នឹងគាត់ជួយកាន់ទៅលើតែបើអ្នកទាំងអស់គ្នាមានដៃគូដែលគាត់ឆ្លៀតមួយឬក៏ assistant អញ្ចឹងក៏ឲ្យគាត់ជួយកាន់ទៅវាស្រួលដែលយើងក៏មកមានដែរអញ្ចឹងណាតោះមកខ្ញុំច្បូតតែមែនទេខ្ញុំច្បូតបាយដើម្បីអាភ្លីដែលវាអត់ស្មើគ្នាហ្នឹងចូលទៅបន្ទាប់ពីខ្ញុំច្បូតគេហើយខ្ញុំត្រូវកន្លែងហ្នឹងខ្ញុំច្បូតហើយខ្ញុំតបញ្ចូលមកទៀតតែបើអ្នកទាំងអស់គ្នាអត់ទាន់ស្ទាត់អត់ទាន់បតែទេអ្នកទាំងអស់គ្នាក៏ច្បូតខ្លីខ្ទាស់ច្បូតខ្លីខ្ទាស់ទៅទោះឃើញមកចូលច្រើនក៏ដោយឲ្យតែសពុតយើងរៀបរយអាហ្នឹងអត់បញ្ហាអានេះចំពោះខ្ញុំចូលវែងខ្ញុំខ្ទាស់តា3មកចូលអីចឹងទៅតែបើអ្នកទាំងអស់គ្នាច្បូតខ្លីហើយឃើញសពុតស្អាតចាំពេលស្ទាត់ដូចខ្ញុំចាំខ្ទាស់ដូចខ្ញុំទៅអាហ្នឹងអត់អីទេមិនខានមើលវីដេអូហ្នឹងហើយឃើញគាត់ច្ប
start បញ្ចូលប៉ុណ្ណាហើយអញ្ចឹងណាអាហ្នឹងជាសំទៅលើយើង start ប៉ុណ្ណាអានេះមកអ្នកទាំងអស់គ្នាអត់ start ខ្ញុំទេអ្នកទាំងអស់គ្នាជួបផ្លេចផ្លេចខ្ទាស់មកជួបផ្លេចផ្លេចខ្ទាស់មកឃើញបញ្ចូលច្រើនក៏ឃើញទៅចាំពេលយើង start ហើយចាំយើងច្បូតវែងហើយខ្ទាស់តាពី3បញ្ចូលដល់ខ្ញុំទៅស្រួលអាហ្នឹងងាយស្រួលសម្រាប់អ្នកទាំងអស់គ្នាបន្ទាប់ពីយើងច្បូតឲ្យវាត្រួតស៊ីគ្នាដូចខ្ញុំបង្ហាញអ្នកទាំងអស់គ្នានៅក្នុងវីដេអូហ្នឹងហើយយើងចាប់ផ្ដើមសម្រួល support របស់យើងហើយទាញក្រោយទាញមុខធ្វើឲ្យវាស្មើគ្នាអ្នកទាំងអស់គ្នាខ្ញុំចាប់ផ្ដើមសម្រួល support ចាប់ផ្ដើមសម្រួលស្លយរបស់យើងណា support ឲ្យស្លយដូចតែគ្នាទេអ្នកទាំងអស់គ្នាពេលខ្លះខ្ញុំនិយាយស្លយទៅពេលខ្លះខ្ញុំនិយាយសម្ពុតចឹងទៅហើយខ្ញុំសំឡយសម្ពុតហ្នឹងបានពីបារាំងគេហៅថាសំឡយចឹងទៅតែឥឡូវគេហៅសម្ពុតបន្ទាប់ពីខ្ញុំទាញហើយវាស់ជើងស្មាតនេះហើយខ្ញុំចាប់ផ្ដើមញាក់អ្នកនរគ្នាឃើញវីដេអូមិញខ្ញុំចាប់ផ្ដើមឲ្យ model យើងហ្នឹងក៏ថេជើងបន្តិចដើម្បីខ្ញុំញាក់អាសម្ពុតហ្នឹងចូលហើយបន្ទាប់មកខ្ញុំចាប់ផ្ដើមចាប់ឃ្លីសម្ពុតចាប់ឃ្លីសម្ពុតដូចវគ្គខ្ញុំបរៀនអ្នកនរគ្នាដំបូងចឹងឃ្លីសម្ពុតហ្នឹងណាចាប់ធ្វើម៉េចឲ្យវាចាប់ពីឆ្នោតខាងក្រោមហ្នឹងឲ្យវាច្រើនទៅឆ្នោតខាងលើហ្នឹងយើងចាប់ផ្ដើមចាប់បន្តិចណាហើយយើងចាប់ឃ្លីសម្ពុតហ្នឹងក៏ត្រូវតែមើលដែរអ្នកទាំងអស់គ្នាឲ្យស្មើគ្នានៅខាងមុខតែខ្ញុំកន្លែងមើលទៅខ្ញុំចេះតាំងនិយាយថាខ្ញុំរៀនស្លៀកស្លុយហ្នឹងយូរហើយក៏ដល់ខ្ញុំត្រូវតែមើលដែរគឺមិនឲ្យវាស្មើគ្នាតែបើយើងលាក់យើងគ្នាតិចក៏អីដែរកន្លែងហ្នឹងហើយអ្នកទាំងអស់គ្នាចាប់ចឹងទៅយើងត្រូវខ្ទាស់បញ្ចូលយកលំញ៉ាំកុំឲ្យវាក្លាក់ទៅខាងណាហើយបន្ទាប់មកយើងឲ្យមកដែរឬក៏កុំកំងរបស់យើងហ្នឹងក៏ប្រឡែងសម្ពុតមកហើយយើងចាប់ដើមសម្រួលសម្ពុតផងទៀតក៏ប៉ុន្តែកន្លែងដែលកុំកំងគាត់គៀបសម្ពុតហ្នឹងបើយើងចង់ឲ្យគាត់គៀបសម្ពុតក៏បានដែរអីទេអានេះស៊ីសងលើយើងអ្នកស្លៀកចង់ប្រើក្បួនមួយណាដែលគិតថាស្រួលតែបើជាខ្ញុំគិតថាបើឲ្យគាត់គៀបស្រួលជាងពីកាន់ឲ្យបន្ទាប់ពីខ្ញុំឲ្យគាត់ប្រឡែងសម្ពុតហ្នឹងខ្ញុំសម្រួលហើយចាប់ដើមសម្រួលក្បាលសម្ពុតម្ដងអ្នកនរគ្នាមើលមួយអីនេះណាបើអត់យល់កន្លែងណាអាច comment នៅខាងក្រោមវីដេអូណាអាចសួរខ្ញុំបានហើយបន្ទាប់ពីហ្នឹងអ្នកនរគ្នាកុំភ្លេចជួយ subscribe ជួយ like ជួយ share វីដេអូមួយនេះផងហើយអ្នកនរគ្នាបន្ទាប់ពីខ្ញុំញាប់ក្បាលសម្ពុតចូលហើយឃើញ model យើងចាប់ដៃក៏គាត់អត់សើបឲ្យតែពេលខ្ញុំញាប់ក្បាលសម្ពុតហ្នឹងគឺគាត់សើបហើយបន្ទាប់ពីយើងញាប់វាហើយយើងឲ្យវារៀបរយអ្នកនរគ្នាឃើញខ្ញុំបង្ហាញខ្សែយើងត្រូវយកខ្សែហ្នឹងមកចូលនៅលើឆ្កេះmodel ឬក៏កុំកំងរបស់យើងហ្នឹងទៅវិញវាពីជុំណាអ្នកនរគ្នាដើម្បីកុំឲ្យវាល្អមកវិញពីជុំហើយយើងចាប់ដើមគួចវាអ្នកនរគ្នាឃើញដៃខ្ញុំខ្វែងគួចហើយយើងត្រូវញាក់ខ្សែហ្នឹងចូលកុំឲ្យពេលយើងពាក់ខ្សែក្បាត់នោះវាលៀនចេញខ្សែចេញអីតែពីខ្ញុំយកខ្សែហើយខ្ញុំចាប់ដើមសម្រួលសម្ពុតហ្នឹងទៀតសម្រួលឆ្កេះបត់ឆ្កេះចូលក្នុងបន្តិចណាដើម្បីកុំឲ្យវាឃើញអត់មានរបៀបស្អាតចឹងតទៅខ្ញុំស្រីខ្ញុំបត់ឆ្កេះឲ្យស្អាតហើយខ្ញុំចាប់ដើមដកមជុលតទៅខ្ញុំដកមជុលឲ្យហើយចឹងទៅខ្ញុំចាប់ដើមសម្រួលសម្ពុតម្ដងទៀតអ្នកទាំងអស់គ្នាត្រូវរៀនសម្រួលសម្ពុតហ្នឹងឲ្យស្អាតឲ្យខ្លាំងណាកុំឲ្យវាមានឆ្វឹងកន្លែងណានេះបន្ទាប់ពីយើងច្បូតសម្ពុតយើងមានរបៀបរៀបរយហើយមានពីសំឡយឆ្នោតរបស់យើងបានរួចរាល់អ្នកទាំងអស់គ្នាកុំភ្លេចណាអ្នកទាំងអស់គ្នាកុំភ្លេចយកទៅមើលយកទៅរៀនហើយអនុវត្តជារៀងរាល់ថ្ងៃផងហើយកុំភ្លេចជួយ subscribe នៅក្នុង channel YouTube របស់ខ្ញុំហើយអ្នកទាំងអស់គ្នាកុំភ្លេចជួយ like ជួយ share វីដេអូមួយនេះផងហើយមានអីទេមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាបើសិនជាចង់បានវីដេអូបន្តទៀតកុំភ្លេចណាជួយ subscribe អ្នកទាំងអស់គ្នាបាយបាយ